តើនឹងមានអ្វីកើតឡើងប្រសិនបើកន្លែងដែលអ្នកពួនគឺជាឡានរបស់ឧក្រិដ្ឋជននៅក្នុងភាគនេះអាយូមីបានធ្វើកំហុសមួយដោយចេតនាដែលនាំឲ្យនាងជាប់នៅក្នុងរថយន្តរបស់ក្រុមចាត់ជំរិតហើយតើកូណាន់អាចដោះស្រាយបញ្ហានេះបានដោយរបៀបណាសូមទៅតាមដានភាគបន្ទាប់នេះតែមុននឹងតាមដានសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាតោះទៅតាមដានសាច់រឿងបន្ទាប់សាច់រឿងគឺចាប់ផ្ដើមនៅសួនច្បារសាធារណៈមួយដែលក្រុមអ្នកសម្ងកេតវ័យក្មេងរបស់យើងដែលមានដូចជាកូណាន់អាយូមីកេនតានិងមីស៊ូហ៊ីកូកំពុងតែលេងល្បែងបិទពួនយ៉ាងសប្បាយរីករាយនឹងឯអ្នកទាំងអស់គ្នាកុំឲ្យអ្នកទាំងអស់គ្នាច្រឡំនឹងឈ្មោះរបស់គូដូនិងកូណាន់តាមពិតទៅឈ្មោះគូដូនៅពេលដែលគាត់នៅធំហើយឈ្មោះកូណាន់នៅពេលដែលគាត់ក្លាយជាមនុស្សតូចអញ្ចឹងចាប់ពីថ្ងៃនេះទៅខ្ញុំសូមហៅគូដូទៅជាកូណាន់វិញដោយសារតែឥឡូវគាត់ជាមនុស្សតូចអូខេអញ្ចឹងតសាច់រឿងហើយនៅពេលនេះគឺដល់វេនអ្នកអាម៉ាប់កេនតាជាអ្នកដើររោងហើយចំណែកកូណាន់ហើយនិងមីស៊ូហ៊ីកូហើយនិងអាយូមីក៏ចាប់ផ្ដើមរត់ទៅពួនចំណែកឯអាយូមីកំពុងតែរកកន្លែងពួនស្រាប់តែនាងបានឃើញរថយន្តពណ៌សមួយចតចោលដោយបើកគូតក្រោយដែលគិតថាពួននៅទីនោះល្អនាងក៏បានលោតចូលទៅក្នុងគូតក្រោយនៃឡានហើយក៏បិទគូតឡាននោះទៅជាអកុសលដោយសារតែងងឹតនិងស្ងាត់អាយូមីក៏បានដេកលក់នៅក្នុងនោះមួយសន្ទុះក្រោយមកម្ចាស់ឡានពីរនាក់ក៏បានត្រឡប់មកវិញហើយពួកគេគឺជាបរិសុទ្ធមកកាចនិងគោខើពួកគេក៏បានឡើងរថយន្តហើយបើកចេញទៅដោយមិនបានចាប់អារម្មណ៍ថាមានក្មេងស្រីនៅក្នុងគូតក្រោយឡានហើយចំណែកអាយូមីដែលនៅក្នុងគូតឡានខាងក្រោយវិញគឺយើងឃើញថាមានសភាពងងឹតដែលភ្លាមអាយូមីក៏បានប៉ះនឹងវត្ថុម្យ៉ាងតែពេលនេះពិនិត្យមើលវាទៅគឺវាជាក្បាលមនុស្សស្រីដែលត្រូវគេបានកាត់ហើយខណៈពេលនោះអាយូមីពិតជាភ័យតក់ស្លុតខ្លាំងមែនទែនហើយនាងក៏បានស្រែកប៉ុន្តែជាសំណាងល្អឧក្រិដ្ឋជនទាំងពីរនាក់នោះមិនបានឮសំឡេងនាងស្រែកទេដោយសារតែពួកគេបើកចម្រៀងនៅក្នុងឡានរបស់ពួកគេឮខ្លាំងពេកជាហេតុពួកគេមិនបានឮសំឡេងរបស់អាយូមីហើយភ្លាមអាយូមីបាននឹកឃើញថាកូណាន់បានឲ្យផ្លាកសញ្ញាក្រុមអ្នកស៊ើបអង្កេតមកនាងហើយនេះគឺជាឧបករណ៍ដែលអាចទំនាក់ទំនងដោយបង្កើតដោយ Professor Agasa អាយូមីក៏បានចុចតាក់ទងទៅកូណាន់ហើយបាននិយាយថាជួយខ្ញុំផងកូណាន់ខ្ញុំនៅក្នុងរថយន្តក្រោយរបស់ពួកជនចាប់ចម្រិតហើយកូណាន់បានប្រាប់ឲ្យអាយូមីពីពណ៌នាពីអ្វីដែលនាងដឹងពីខាងក្រោយរថយន្តនោះហើយអាយូមីក៏បានតទៅវិញថាខ្ញុំមិនដឹងថាទៅដល់ណាហើយឬទេខ្ញុំគ្រាន់តែដឹងថានៅខាងក្រៅមានសម្លេងចម្លែកហើយប្រហែលជាកន្លែងសាងសង់អ្វីម្យ៉ាងហើយកូណាន់សន្និដ្ឋានថារថយន្តនោះកំពុងតែឆ្ពោះទៅកាន់ផ្លូវមេជីហើយភ្លាមកូណាន់ក៏បានបញ្ចេញស្គីដែលដើរដោយថាមពលព្រះអាទិត្យរបស់គាត់ហើយកេនតានិងមីស៊ូហ៊ីកូក៏បានសុំជិះទៅជាមួយកូណាន់ដែរអញ្ចឹងមានន័យថាស្គីមួយជិះគ្នា3នាក់ហើយបេសកកម្មទៅជួយអាយូមីក៏បានចាប់ផ្ដើម ពួកគេក៏បានឃើញឡានដែលដាក់អាយូមីហើយភ្លាមកូណាន់ហើយនឹងគ្នាក៏បានជិះដេញតាមរថយន្តនោះខណៈពេលដែលតាមជិតទាន់ឡាននោះហើយស្រាប់តែស្គីរបស់កូណាន់ក៏បានជិតអស់ថាមពលដោយសារតែខណៈពេលនោះព្រះអាទិត្យក៏បានរៀបលិចភ្លាមកូណាន់ក៏បាននឹកឃើញពិធីមួយដែលគាត់បានសម្លឹងមើលឃើញត្រយ៉ូដែលមានបរមម្នាក់កំពុងតែស្រោចផ្កាហើយកូណាន់ក៏បានទាញត្រយ៉ូនោះដើម្បីធ្វើជាមួយឡានហើយទាញពួកគេទៅជាមួយដែរដែលភ្លាមជនឧក្រិដ្ឋនោះក៏ព្យាយាមដោះខ្សែនោះតែជាសំណាងខ្សែនោះក៏បានទាក់អង្តែននៅឯរថយន្តខាងក្រោយបន្ទាប់មកឧក្រិដ្ឋជនទាំងពីរនោះក៏បានបន្ថែមល្បឿនយ៉ាងលឿនដែលធ្វើឲ្យកូណាន់និងគ្នាពិបាកទប់លំនឹងហើយអូសពួកគេទៅយ៉ាងលឿន បន្ទាប់ពីត្រូវបានឡានអូសមួយសន្ទុះភ្លាមឡាននោះក៏បានឈប់ហើយខណៈពេលនោះឧក្រិដ្ឋជនទាំងពីរក៏បានបើកមើលគូទឡានខាងក្រោយក៏បានឃើញអាយូមីហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងភ្លាមគូដូក៏បាន activate នៅស្បែកជើងកម្លាំងរបស់គាត់រួចទាត់មួកសុវត្ថិភាពឲ្យប៉ះត្រូវនឹងបរិសម្នាក់រួចគាត់សន្លប់បាត់ទៅបន្ទាប់មកពួកគេមានភាពសប្បាយរីករាយជាខ្លាំងដែលបានជួយអាយូមីបានសម្រេចប៉ុន្តែរឿងដែលស្មានមិនដល់នោះគឺបរិសទាំងពីរនាក់នោះមិនមែនជាចោរចាត់ជំរឿននោះទេពួកគេគឺជាតួសម្ដែងឬក៏ stage actor ដែលកំពុងហាត់សមសម្រាប់រឿងក្តីអាថ៌កំបាំងហើយក្បាលដែលអាយូមីបានឃើញនៅគូឡាននោះមិនមែនជាក្បាលមនុស្សមែនទែនទេវាគ្រាន់តែជាក្បាលម៉ាឡាកាំងតែប៉ុណ្ណោះឯជនចាប់ចម្រិតពិតប្រាកដនោះគឺត្រូវបានលោកអធិការមេគូរីបានចាប់បានសម្រេចហើយរឿងដែលអាក្រក់ទីនោះគឺដៃគូដែលត្រូវសម្ដែងត្រូវបានសន្លប់បាត់ទៅហើយជាចុងក្រោយដែលគ្មានជំរើសគឺមានតែយោក្មេងៗទាំងអស់នេះដើរតួជំនួសបារម្ភម្នាក់ដែលសន្លប់តែប៉ុណ្ណោះកាន់មកចូលថ្ងៃត្បូងមើលកាសែតមួយដែលគេបានចោះថាមានចោរចំនួន3នាក់បានលួចលុយចំនួន1 billion yen ដែលខណៈពេលនោះលោកអាកាសានោះគឺជាវ៉ែនតា GPS ហើយវ៉ែនតានេះអាចមើល GPS បានរហូតដល់20គីឡូម៉ែត្រឯណោះក្រឡេកមកម៉ាសាមីដែលនាងមកទីនេះដើម្បីសុំជំនួយពីលោកខូកូរ៉ូឲ្យជួយតាមរកឪពុករបស់នាងដែលមានឈ្មោះថា Hirota Kenzo ដែលបានបាត់ខ្លួនតាំងពីមួយខែមុន
ហើយនាងបន្តប្រាប់ទៀតថាឪពុករបស់នាងមិនមានទម្លាប់អ្វីពិសេសទេក្រៅពីចូលចិត្តចិញ្ចឹមឆ្មានិងចូលចិត្តមើលការប្រណាំងសេះហើយនាងក៏បានបង្ហាញរូបថតឪពុករបស់នាងនិងឆ្មារបស់គាត់ឲ្យលោកកូកូរ៉ូមើលខណៈនោះហើយភ្លាមៗដោយដឹងថាលោកកេនសូចូលចិត្តមុខទស្សនានៅការប្រណាំងសេះលោកកូកូរ៉ូខូណាន់ហើយនិងរ៉ានក៏បានមកដល់ទីលានប្រណាំងសេះគ្រាន់តែមកកំពុងទស្សនាការប្រណាំងសេះបន្ទាប់មកពួកតែរឿងក្រៃនេះបានបំបែក ព្រឹកឡើងមកដល់គឺមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយលោកកេនសូបានចងកសម្លាប់ខ្លួននៅឯក្នុងបន្ទប់គាត់ហើយខណៈពេលនោះទើបយើងដឹងថាលោកកេនសូមិនដែលមានកូនស្រីសូម្បីតែម្នាក់នោះទេហើយលោកយាយម្ចាស់ផ្ទះបានបន្តនិយាយប្រាប់លោកកូកូរ៉ូថាព្រឹកមិញប៉ូលីសមកធ្វើកសោតវិច័យទៅលើសាកសពហើយបានដឹងថាគាត់មិនមែនធ្វើអត្តឃាតទេគាត់គឺបានត្រូវគេសម្លាប់បន្ទាប់នេះពួកគេទាំង3នាក់ក៏បានត្រឡប់មកផ្ទះវិញដែលរ៉ានកំពុងសង្ស័យបរិម្នាក់កំពុងតែអើតលើមនៅគៀនផ្ទះរបស់ពួកគេហើយថាតាមពិតទៅគាត់ក៏ជាភ្នាក់ងារស៊ើបអង្កេតមួយដែរបន្ទាប់មកពួកគេក៏បានចូលទៅក្នុងផ្ទះនិយាយជាមួយគ្នាតាមសម្រួលហើយតាមការនិយាយនោះទើបយើងដឹងថាតាមពិតទៅម្នាក់បរិមាធំនោះគឺមានឈ្មោះថាអាគីរ៉ាហើយភ្នាក់ងារសម្ងាត់ម្នាក់នោះក៏បានបន្តនិយាយទៀតថាអាគីរ៉ាម្នាក់នេះក៏បានឲ្យគាត់ស្វែងរកលោកកែនសូដូចគ្នាដែលវាពិតជាចៃដន្យមែនទែនសម្បីតែអ្នកនាងម៉ាសាមិក៏ឲ្យលោកកូកូរ៉ូស្វែងរកលោកកែនសូដូចគ្នាហើយខណៈពេលនោះខូណានតែនៅពេលដែលពួកគេបានទៅដល់បន្ទប់អាគីរ៉ាពួកគេក៏បានខ្លោងនិងជាអ្នករៀបចំផែនការហើយក្រោយពីលួចលុយបានសម្រេចកែនសូបានលាក់លុយហើយរត់គេចខ្លួនតែឯងហើយនេះក៏ជាមូលហេតុដែលម៉ាសាមិជួអ្នកស៊ើបអង្កេតឲ្យតាមរកកែនសូមិនមែនដើម្បីជួបជុំគ្រួសារទេគឺដើម្បីសម្លាប់បំបិទមាត់និងយកលុយមកវិញហើយខូណានគិតចុះគិតឡើងក៏បាននឹកឃើញថាស្រីដែលពួកគេបានជួបនៅឯចន្ទាយន្តនោះគឺជាម៉ាស៊ីម៉ាតែនាងបានបន្លំខ្លួនរួចយកលុយចាក់ចេញទៅភ្លាមៗខូណានក៏បានរត់ទៅរកអ្នកនាងម៉ាស៊ីម៉ាដែលក្នុងអំឡុងពេលនោះខូណាននិងរ៉ានក៏បានតាមរថយន្តរបស់អ្នកនាងម៉ាស៊ីម៉ាបន្ទាប់មកពួកគេទាំងពីរក៏បានតាមមកដល់នៅកំពង់ផែមួយយើងឃើញថាអ្នកនាងម៉ាស៊ីម៉ាបានមកជួបបរិមម្នាក់ដែលបរិមម្នាក់នោះមានឈ្មោះថាអូគីតាហើយគ្រាន់តែជួបអូគីតាភ្លាមម៉ាស៊ីម៉ាក៏បានសួរយ៉ាងកំហឹងថាហេតុអ្វីបានជាលោកបោកខ្ញុំឲ្យយកភេសជ្ជៈដាក់ថ្នាំពុលទៅឲ្យអាគីរ៉ាផឹកហេតុអ្វីត្រូវសម្លាប់គេហើយអូគីតាបានឆ្លើយយ៉ាងត្រជាក់ថាព្រោះអាគីរ៉ាវាមិនស័ក្តិសមនឹងទទួលបានលុយច្រើនសន្ធឹកសន្ធាប់បែបនេះទេវាល្ងពេកហើយបន្ទាប់ពីនិយាយចប់បរោះពេញកម្លាំងបាននាងបានសម្លឹងមើលកូណានហើយសួរកូណានថាតើឯងគឺជាអ្នកណាឲ្យប្រកាសហើយកូណានជាអ្នកស៊ើបអង្កេតហើយគណៈពេលនោះប៉ូលីសក៏បានមកដល់ហើយក៏បានចាប់ខ្លួនអូគីតាហើយនៅម៉ាស៊ីម៉ាក៏ត្រូវចាប់ខ្លួនដូចគ្នាដែលក្នុងបទរួមគំនិតលួចលុយប៉ុន្តែនាងមានសមត្ថភាពពីការសម្លាប់បំបិតមាត់នឹងហើយអ្នកទាំងអស់គ្នាសម្រាប់ពេលនេះខ្ញុំសូមចប់ត្រឹមនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តបើចូលចិត្តសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅភាគក្រោយបាយបាយ